Video ថ្ងៃនេះខ្ញុំនឹងនិយាយអំពី Facebook បន្តទៀតគឺរបៀបឆែកមើលថាតើ Facebook របស់យើងនឹងបានភ្ជាប់ជាមួយនឹងកម្មវិធីអ្វីខ្លះអញ្ចឹងបើសិនជាបងប្អូនយើងចង់ឆែកមើលគ្នាយើងអាចឆែកបានជាមួយនឹងខ្ញុំបាទទាំងអស់គ្នាឥឡូវយើងចូលទៅក្នុងកម្មវិធី Facebook ទាំងអស់គ្នាមកក្រោយមកទៀតអ្នកទាំងអស់គ្នាចូលទៅកន្លែងសញ្ញាត្រេ3ខាងក្រោមនេះហើយចុចកន្លែងអស់ខាងក្រោមបន្តិចអ្នកទាំងអស់គ្នានឹងឃើញពាក្យថា Setting and Privacy ចុចលើវាមកហើយក្រោយមកទៀតអ្នកទាំងអស់គ្នាចុចលើពាក្យថា Settingអូខេតែសារតែមុខងាររឿងអាប់ដេតច្រើនដែរគ្នាយើងឥឡូវយើងមើលបន្តទៀតទៅដើម្បីឆែកឲ្យដឹងថាតើ account Facebook របស់យើងនឹងបានភ្ជាប់ជាមួយនឹងកម្មវិធីអីខ្លះអញ្ចឹងអ្នកទាំងអស់គ្នាអស់ខាងក្រោមបន្តិចអ្នកទាំងអស់គ្នារកពាក្យថា app and website កន្លែងនេះគេដាក់ថា app and website អ្នកទាំងអស់គ្នាចាំហើយក៏អាចនិយាយបានថាអ្នកទាំងអស់គ្នាមើលកន្លែង logo រូបប្រអប់ហ្នឹងហើយលើកន្លែងគេដាក់លើកន្លែងរូបកាបូប business ហ្នឹងអ្នកទាំងអស់គ្នាចុចលើវាមកអូខេកន្លែងនេះគេដាក់ app and website អញ្ចឹងដោយសារតែ Facebook មួយហ្នឹងទៅតែបង្កើតដែរហើយខ្ញុំអត់ទាន់បានភ្ជាប់ជាមួយនឹងកម្មវិធីអីច្រើនទេទៅបានភ្ជាប់ជាមួយនឹងកម្មវិធី CapCut TikTok ហើយនឹង Handycraft ហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនយើងចង់ remove ទៅលើកម្មវិធីណាមួយដែលបងប្អូនយើងអត់ទាន់បានលែងប្រើវាហើយលែងអត់ចង់ភ្ជាប់វាជាមួយនឹងកម្មវិធីទាំងអស់ហ្នឹងទេអ្នកទាំងអស់គ្នាអាចចុច remove បានអញ្ចឹងអ្នកទាំងអស់គ្នាចុចលើវាមកវានឹង load សញ្ញា remove ឲ្យយើងហើយអ្នកទាំងអស់គ្នាហ្នឹងហើយនេះគឺជារបៀបនៃការ remove ហើយឥឡូវខ្ញុំឧទាហរណ៍ខ្ញុំ remove សាកមើលទៅអានេះហ្នឹងហើយបងប្អូនទាំងអស់គ្នាគ្រាន់ចុច remove ទៅវាបិទតែម្ដងអញ្ចឹងបើសិនជាបងប្អូនយើងត្រូវការ remove ជាមួយនឹងកម្មវិធីផ្សេងបើសិនជាបងប្អូនយើងបានភ្ជាប់ច្រើននៅក្នុងលក្ខណៈថាភ្ជាប់ account Facebook នឹងច្រើនជាមួយនឹងកម្មវិធីផ្សេងទៀតដែលខ្ញុំអត់បានដឹងដែរដោយសារតែបងប្អូនយើងភ្ជាប់ដោយខ្លួនឯងអញ្ចឹងពេលខ្លះអ្នកទាំងអស់គ្នាអត់ដឹងទេថាខ្លួនឯងបានភ្ជាប់ជាមួយនឹងកម្មវិធីអីខ្លះអញ្ចឹងបើសិនជាបងប្អូនយើងចង់ដឹងគឺនេះគឺជារបៀបនៃការឆែកហើយអញ្ចឹងបើសិនជាបងប្អូនយើងចង់ remove ចេញគ្រាន់តែចុចពាក្យថា remove ហ្នឹងទៅគឺវានឹង remove តែម្ដងអូខេឥឡូវខ្ញុំអត់ remove ទេខ្ញុំ cancel សិន sorry ឥឡូវខ្ញុំបាន remove ហើយបាទអញ្ចឹងបើសិនជាបងប្អូនយើងត្រូវការ remove អីគឺចុចតាមវិធីមួយនេះអញ្ចឹងវីដេអូថ្ងៃហ្នឹងបងប្អូនទាំងអស់គ្នាគឺមានតែប៉ុណ្្នឹងហើយសម្រាប់ការចែករំលែករបស់ខ្ញុំបាទនៅថ្ងៃនេះបើសិនជាបងប្អូនយើងពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនិងបទពិសោធន៍ខ្លីៗពីខ្ញុំបាទផងដែរអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយទៀតជាមួយនឹងខ្ញុំបាទផងដែរ